នៅរសៀលថ្ងៃពុធ11កើតខែពិសាខឆ្នាំម្សាញ់សប្តស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី7ខែឧសភាឆ្នាំ2025នេះឯកឧត្តមថោជាថារដ្ឋមន្ត្រីក្រសួងធនធានទឹកនៅឧតុនិយមអមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំលោកស្រីមន្ត្រីបច្ចេកទេសក្រសួងនិងមន្ទីរធនធានទឹកនៅឧតុនិយមខេត្តបន្ទាយមានជ័យបានអញ្ជើញចុះពិនិត្យជាក់ស្ដែងវឌ្ឍនភាពគម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យដែលសម្រេចបានប្រមាណ 75% ក្រោមហិរញ្ញប្បទានពីធនាគារកូរ៉េ Exim Bank សូមជម្រាបថាគម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យត្រូវប្រើរយៈពេលសាងសង់ចំនួន54ខែដោយចាប់ផ្ដើមពីការសាងសង់ក្នុងខែធ្នូឆ្នាំ2021និងគ្រោងបញ្ចប់ក្នុងខែមិថុនាឆ្នាំ2026ខាងមុខការងារសំខាន់ៗរបស់គម្រោងរួមមានទី1ស្ដារប្រព័ន្ធធារាសាស្ត្រប្រឡាយមេចំនួន6ខ្សែសរុប 92.65 គីឡូម៉ែត្រទី2សាងសង់ទំនប់អាងទឹក3កន្លែងអាងទឹកពាំងហែងអាងទឹកពងរនិងអាងទឹកកន្សែងសរុបប្រវែង 20.36 គីឡូម៉ែត្រនិងស្ដារអាងទឹកទាំង3ដែលអាចស្តុកទឹកបានប្រមាណ 22.8 លានម៉ែត្រត្រីគុណនិងទី3សាងសង់សំណង់សិល្បកម្មសរុបចំនួន208កន្លែងគម្រោងនេះមានសក្តានុពលគ្របដណ្ដប់លើក្រុងប៉ោយប៉ែតក្រុងសិរីសោភ័ណ្ឌស្រុកម៉ាឡៃនិងស្រុកអូជ្រៅព្រមទាំងមានប្រជាកសិករទទួលផលប្រមាណ 42,213 គ្រួសារក្នុងថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រីគណៈប្រតិភូក្រសួងនិងមន្ទីរធនធានទឹកនៅឧតុនិយមខេត្តបាត់ដំបងក៏បានអញ្ជើញចុះពិនិត្យជាក់ស្ដែងទីតាំងគម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់បូវ៉ែក្នុងខេត្តបាត់ដំបងដែលកំពុងដំណើរការសិក្សាក្រុងប្លង់លម្អិតនិងក្រុងដំណើរការសាងសង់នាដើមឆ្នាំ2026ក្រោមហិរញ្ញប្បទានឥណទានពីធនាគារកូរ៉េក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគម្រោងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានបង្កលក្ខណៈឲ្យគម្រោងអនុវត្តទៅបានតាមផែនការដែលបានគ្រោងទុកជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីបានណែនាំបន្ថែមដល់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងត្រូវបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងគ្រប់ភាគីពាក់ព័ន្ធដើម្បីឲ្យការអនុវត្តគម្រោងទាំងនេះសម្រេចបានជោគជ័យប្រកបដោយគុណភាពខ្ពស់និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់បានយូរអង្វែង